នេះគឺជាអ្វីដែលអ្នកគាំទ្ររបស់ Cristiano Ronaldo រងចាំហើយគេតែងតែឆ្ងល់គ្រប់គ្នាថា Ronaldo នឹងបន្តស្នាក់នៅ Al Nassr ឬមួយក៏គាត់ត្រូវដើរចេញប៉ុន្តែនៅពេលនេះរឿងរ៉ាវទាំងអស់ក៏ត្រូវបានលាតត្រដាងមកហើយ Cristiano Ronaldo បានបន្តស្នាក់នៅក្រុម Al Nassr រយៈពេល2ឆ្នាំទៀតបន្ទាប់ពីការតន្ទឹងរង់ចាំឲ្យជាច្រើនខែមកនេះ Ronaldo បានចេញមកបញ្ជាក់ថាគាត់នឹងបន្តលេងឲ្យក្រុមនៅ Saudi Pro League ហើយកីឡាករសញ្ជាតិប៉ុកតិកាល់វ័យ40ឆ្នាំរូបនេះបានចុះកិច្ចកងត្រារយៈពេល2ឆ្នាំជាមួយនឹងក្រុម Al Nassr យើងទាំងអស់គ្នាក៏បានដឹងស្រាប់ហើយថាអនាគតរបស់ Cristiano Ronaldo បានក្លាយជាប្រធានបទនៃការរំពឹងទុករបស់ fan នៅជុំវិញពិភពលោកហើយបើទោះបីជាយ៉ាងណាក៏ដោយ Cristiano Ronaldo ផ្ទាល់បានបញ្ជាក់ថាបើទោះបីជាមានក្លឹបជាច្រើនបានចូលខ្លួនមកចរចានៅក្នុងកិច្ចកងត្រាជាមួយនឹងគាត់ប៉ុន្តែសម្រាប់ខ្លួនគាត់ផ្ទាល់គឺបានរក្សាភាពស្មោះត្រង់ជាមួយនឹងក្រុម Al Nassr បន្ទាប់ពីកិច្ចកងត្រាត្រូវបានប្រកាសជាផ្លូវការ Ronaldo ក៏បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់នៅលើ Instagram ថាជំពូកថ្មីបានចាប់ផ្ដើមហើយចំណូលចិត្តដូចគ្នាក្តីស្របន់ដូចគ្នាតោះយើងបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយគ្នាអ្វីត្បិតតែមានភាពប៉ិនប្រសប់នៅក្នុងការលេងបាល់នៅលើទីលានប៉ុន្តែ Ronaldo មិនទាន់អាចឈ្នះពានរង្វាន់លីកជាមួយនឹងក្រុម Al Nassr នៅឡើយនោះទេនៅក្នុងរដូវកាលមុន Al Nassr បានត្រឹមឈរលេខរៀងទី3ដែលតាម13ពិន្ទុពីក្រោយក្រុមម្ចាស់ជើងឯក Al Ittihad នៅក្នុងពានរង្វាន់ Saudi Pro League បើកាត់មកទល់នឹងពេលនេះវាមានរយៈពេល5ឆ្នាំហើយដែល Cristiano Ronaldo បានអាក់ខាននៅក្នុងការលើកពាននៅក្នុងលីកបន្ទាប់ពីគាត់បានចាកចេញពីក្រុមសេះបង្កង Juventusអញ្ចឹងហើយយើងមានតែចាំមើលទាំងអស់គ្នាថាតើ Cristiano Ronaldo អាចនឹងជួយឲ្យក្រុម Al Nassr អាចឈ្នះពានរង្វាន់លីកបានដែរឬទេកុំភ្លេច comment នៅខាងក្រោមហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយកុំភ្លេច follow Muchas gracias afición, este es para vosotros.